Bà sẽ bóng môn hết trong và hai pi là việc top cho portable monitor số 3 từ căn laptopឬក៏ PC របស់យើងបាទអញ្ចឹងportable monitor số 3វាប្លោះ Type C 2ហើយនឹង HDMI មួយនេះជាភេទ mini HDMI ហើយក្នុងប្រអប់ដល់ពេលយើងបើកមកយើងទទួលបានខ្សែចំនួន3ទី1មានខ្សែ Type C នេះទៅ USB ធម្មតាហើយនឹងខ្សែមួយទៀតអានេះខ្សែប្រភេទខ្សែ C to C C to C នេះប្រភេទខ្សែ full function หมายថាវាអាចបញ្ជូនបានទាំងភ្លើងទៅរូបភាពអីបានមកចប់តែម្ដងអា C to C full function ហើយនឹងមួយទៀតនឹងខ្សែនេះខ្សែ HDMI mini HDMI ទៅ HDMI ធំអានេះដល់ទៅកាន់ monitor នេះដល់ទៅកាន់ laptop របស់យើងឬក៏ PC របស់យើងអញ្ចឹងយើងក៏យក laptop របស់យើងមកអញ្ចឹងយើងអាចបណ្ឌិតមើលបានប្រភេទ laptop ដែល support មួយ Type C full function វាមានសញ្ញាអន្ទះនេះ focus សញ្ញាអន្ទះនេះហៅអន្ទះនោះគឺអក្សរ D នេះគឺសញ្ញាពីរហ្នឹងហៅថាយើងដល់ Type C មកដល់សាយទៅកាន់ monitor ទៅគឺវាដែរហើយបើសិនជា laptop យើងមាន Type C ប៉ុន្តែ Type C ខ្លះវា support ទេតើគេខាងក្រុមហ៊ុនគេ mark រូបអន្ទះនេះមួយឬក៏អក្សរ D នេះហៅថាវា support ជាមួយនឹង display អញ្ចឹងបើសិនជា laptop យើង support មួយ display ហ្នឹងយើងគ្រាន់យកអា C to C នេះ10មកគឺយើងប្រើបានតែម្ដង10តែរស័យទេតោះជើងមកតតែប៉ុណ្ណាមកគឺវាចេញហើយតែ laptop ខ្លះទៀតបើអត់ support មួយ Type C ទេឬក៏អត់មាន Type C អាចប្រើមួយ HDMI បានអញ្ចឹង laptop ចូល HDMI យើងគ្រាន់តែយកអាខ្សែមួយទៀតមកខ្សែមាន2ទៀតមិញហ្នឹងអានេះ C to C ហើយនឹងមួយទៀតនេះអានេះHDMI យើងគ្រាន់យក HDMI ដោតទៅកាន់អានេះមកmonitor របស់យើងហ្នឹងដោតជើងអញ្ចឹងហើយអានេះយើងដោតមួយទៀតដើម្បីយកភ្លើងឲ្យវាអាខ្សែType C ទៅ USB ធម្មតានេះហើយយើងដោតទៅកាន់ laptop របស់យើងមកប៉ុណ្ណឹងមកហើយអានេះយើងអាចដោតភ្លើងជាមួយនឹង power bank ក៏បានឬក៏យើងដោតភ្លើងមួយ power bank ក៏បានឬក៏យើងយកភ្លើង laptop យើងហ្មងក៏បានដែរយើងដោត USB ជួយ laptop យើងមួយទៀតមកយើងត្រូវការដោតពីរស័យអាដូចមួយនេះយើងអាចយកដោតជាមួយនឹង power bank ក៏បានឬក៏ adapter ដោយទូរស័ព្ទយើងក៏បានដែរបានដូចគ្នាហើយបន្តមកទៀតយើងក៏ចូលលើ laptop របស់យើងនេះយើងគ្រាន់ចូលម៉ៅស្ដាំតិចម៉ៅស្ដាំមួយមកតមកទៀតយើងយកពាក្យ display setting ហើយយើងយកឡើងនេះមានពាក្យនេះខាងស្ដាំនេះយើងចុចអាហ្នឹងមកហើយយើងមានពាក្យextend duplicate extend គេថាដាក់ឲ្យខុសគ្នាបើយើងដាក់ duplicate នឹងដាក់ដូចគ្នាហើយខុសគ្នាពីរហ្នឹងដាក់ extend នោះដាក់ខុសគ្នា keep change មកហើយបន្តមកទៀតបើសិនជាយើងដាក់ monitor នៅខាងឆ្វេងនេះយើងអូលេខ2ខាងឆ្វេងនេះមកដល់ពេលដែលយើងអូសម៉ៅទៅវាត្រូវទីតាំងវាយើងចេះដាក់ស្ដាំយើងអូសនេះខាងស្ដាំមកព្រោះយើងអាចចុច identify ដើម្បីដឹងថាមួយណាលេខ1លេខ2អញ្ចឹង identify លេខ2អញ្ចឹងខ្ញុំដាក់ monitor នេះនៅខាងឆ្វេងខ្ញុំដាក់ទីលេខ2ហ្នឹងខាងឆ្វេងខ្ញុំមកចុច apply មកចឹងអូខេដល់ពេលយើងអូសម៉ៅទៅវាចូលគ្នានេះយ៉ាបាទអរគុណ